លោកតាខ្ញុំគ្មានបានការអ្វីសោះសូម្បីតែប៉ាខ្ញុំក៏ខ្ញុំជួយមិនបានដែរបាត់សមុទ្រលាក់មាសរាប់ម៉ឺនប្រសិនបើមិនមែនស្ថិតក្នុងគ្រោះថ្នាក់តច្រកដើម្បីលើកសំពើទៅប្រថុយនឹងគ្រោះថ្នាក់អ្នកដែលទៅ9ស្លាប់1បានរស់រានបើបានរស់រានវិញនឹងក្លាយជាអ្នកមានស្តុកស្តម្ភលោកគ្រូពេទ្យសូមលោកមេត្តាជួយសង្គ្រោះប៉ាខ្ញុំសិនទៅថ្លៃវះកាត់ខ្ញុំនឹងលក់ទ្រព្យអ្វីក៏ខ្ញុំនឹងរកសូមលោកកុំខ្វល់រឿងផ្សេងអីថ្ងៃស្អែកម៉ោង 12 ថ្ងៃត្រង់បើរក 28,000 មិនបានទេយើងគ្មានជំរឿក្រៅពីបោះបង់លុយ 20,000 នេះជាកម្រៃនឿយហត់របស់លោកទទួលយកទៅចាក់ចេញពីទីនេះទៅចៅស៊ីហាយលោកមិនអាចធ្វើបែបនេះបានទេខ្ញុំនៅមន្ទីរពេទ្យនៅឡើយកំពុងរងចាំលុយដើម្បីវះកាត់ប៉ាលោកស្លាប់រស់មិនមែនជារឿងខ្ញុំទេខ្ញុំប្រាប់អ្នកថាអ្នកត្រូវបណ្ដេញចេញហើយស្ដាប់ឲ្យបានច្បាស់ទាំងអស់គ្នាចាប់ផ្ដើមថ្ងៃនេះអ្នកណាដែលហ៊ាននាំលីនហៃមកអ្នកណានឹងឡើងទៅលើសមុទ្រកណ្ដាលយកគាត់ត្រីមួយក្បាលគេកំពុងប្រឆាំងនឹងខ្ញុំចៅស៊ីហៃខ្ញុំបានអនុញ្ញាតឲ្យគាត់ស្នាក់នៅលើសមុទ្រគេមិនអាចរស់រានមានជីវិតបានទេចងចាំថ្ងៃនេះទោះបីជាខ្ញុំលីនហៃឆាវសូម្បីតែពឹងផ្អែកលើទូកដែលខូចក៏ដោយនៅលើសមុទ្រនេះបន្តរស់នៅជំនោរនឹងវិលត្រឡប់មកវិញតើលុយបានមកដល់ហើយឬនៅតើអ្នកបានទទួលវាហើយឬនៅគាត់មិនបានធ្វើឲ្យអ្នកពិបាកទេស៊ីប៉ាសុខសប្បាយទេខ្ញុំបានលុយហើយថ្ងៃស្អែកខ្ញុំនឹងនាំអ្នកទៅជួបគ្រូពេទ្យបានធ្វើការវះកាត់ហើយអ្វីបានជាមានតែតិចតួចម្លេះតើយើងមិនបានយល់ព្រមបែងចែកប្រាក់ចំណេញ50-50ទេរ៉ាវស៊ីហេបាននិយាយខ្ញុំគ្រាន់តែជាបុគ្គលិកម្នាក់ប៉ុណ្ណោះនោះហើយជាអ្វីទាំងអស់ដែលខ្ញុំអាចទទួលយកបាននេះអយុត្តិធម៌ណាស់ខ្ញុំនឹងទៅជំរាបបញ្ជីជាមួយវាប៉ាមិនទៅស្រួលខ្លួនទេម្យ៉ាងទៀតយើងមិនអាចតូជាមួយគេបានទេឬអត់ទេនោះមិនមែនជាសមុទ្រផ្កាមកក្នុងសមុទ្រប្រេងទេឬមែនហើយនោះហើយគឺខ្ញុំបាននិយាយត្រីនៅទីនោះច្រើនណាស់គ្រាន់តែបងសំណាញ់មួយក៏អាចចាប់បានត្រីពេញមួយសំណាញ់ដែរហើយនៅទីនោះក៏មានលាក់ទុកនៅកំណប់នៃនាវាបុរាណដែលលេខ1គ្រឿងដែរកំណប់អញ្ចឹងយើងនឹងក្លាយជាអ្នកមានហើយលោកតាខ្ញុំបានរៀបរាប់ក្នុងរបស់ដែរសមុទ្រនេះគឺជាមរតករបស់មហាសមុទ្រដែលផុយស្រួលមិនត្រូវលោកខ្លួនទៀមទាឡើយគាត់ក៏បាននិយាយដែរឲ្យមនុស្សអាក្រក់ទទួលបាននៅអាចកំបាំងនេះទេអញ្ចឹងយើងគួរធ្វើយ៉ាងម៉េចលើនេះចៅសឺហៃបានគ្រប់គ្រងកំពុងផែទាំងមូលយើងពិតជាមិនអាចចេញទៅសមុទ្របានទេខ្ញុំគិតថាយើងអាចទៅផ្កាថ្មប៉ព្រះទឹកសមុទ្រផ្កាថ្មអ្វីដែលត្រូវទៅផ្កាថ្មសមុទ្រកន្លែងនោះជាកន្លែងដែលមិនអាចត្រឡប់ក្រោយបានជីតារបស់ខ្ញុំអាចរស់នៅនិងត្រឡប់មកវិញបានយើងក៏អាចហើយគ្រាន់តែទៅទីនោះមានតែពេលនោះទេទើបយើងនឹងមានឱកាសអ្វីដែលយើងនៅសល់គឺលោកតាទុកដែលខូចនោះតើអ្នកអាចធ្វើវាបានទេអាមូតើអ្នកហ៊ានទេគាត់មិនហ៊ានភ្នាល់ជាមួយខ្ញុំទេបើយើងឈ្នះយើងអាចផ្លាស់ប្ដូរបានវាសនាបានផ្លាស់ប្ដូរហើយខ្ញុំបានខាត់បងយ៉ាងទេចូលយើងឲ្យចំណីត្រីជាមួយគ្នាសមុទ្រល្អបងប្រុសតាន់សម័យខ្ញុំនឹងធ្វើវាជាមួយអ្នកហើយចៅជីកប៉ាល់នេះស្ទើរតែកំពុងដួលរលំតើវានៅតែអាចជួសជុលបានដែរឬទេរបស់ខ្ញុំពឹងផ្អែកលើទុកនេះគាត់បានចំណាយពេលពេញមួយជីវិតរបស់គាត់តែនៅនោះពិតជាឈួតមែនរួចហើយតែប៉ាល់ដែលខូចនេះអាងលៀងចានបាត់ចាសលោកយ៉ាវស៊ីហេបានធ្វើសេចក្តីថ្លែងការណ៍របស់គាត់រួចហើយជួយគាត់បានទេខ្ញុំគិតថាគាត់កំពុងរកសេចក្តីស្លាប់គួរឲ្យអាណិតណាស់គ្រូសាលីនមានតែដើមឈើរកជាតិនេះតែមួយប៉ុណ្ណោះលីនហៃឆាវតើពួកគេកំពុងធ្វើអ្វីត្រៀមខ្លួនរួចរាល់ដើម្បីចេញដំណើរលើប៉ាល់ដែលទៅឲ្យចំណីត្រីពូចៅខ្ញុំកំពុងជួសជុលទូករបស់ខ្ញុំវាមិនមានអ្វីតាក់ទងនឹងអ្នកទេមិនមានអ្វីតាក់ទងនឹងខ្ញុំទេខ្ញុំប្រាប់អ្នកសមុទ្រនេះជារបស់ខ្ញុំចៅស៊ីហៃនៃអ្នកចង់ចេញទៅសមុទ្រដោយទូកតើអ្នកបានសួរខ្ញុំទេសមុទ្រនេះគឺជាធម្មជាតិនៃមិនមែនអ្នកទេចៅស៊ីហៃមនុស្សគ្រប់រូបមានសិទ្ធិចេញទៅសមុទ្រដើម្បីនេសាទនៅភូមិវាងហៃខ្ញុំនឹងធ្វើវាឲ្យអស់ពីលទ្ធភាពខ្ញុំប្រាប់អ្នកហើយបើអ្នកហ៊ានបើកទូកនេះចេញទៅសមុទ្រខ្ញុំនឹងធ្វើឲ្យវាលិចលង់ទៅបាត់សមុទ្រលោកចៅសឺហៃម្នាក់នេះហួសហេតុពេកហើយមិនអីទេយើងបន្តជួសជុលទៀតទៅស្អែកព្រឹកឡើងយើងនឹងចេញទៅសមុទ្របងហៃឆាវយើងពិតជាត្រូវទៅហើយមែនទេរងចាំយើងរកលុយបានយើងនឹងត្រឡប់មកទទួលឪពុកម្ដាយខ្ញុំវិញបងហៃឆាវយើងខ្លាចវង្វេងផ្លូវទេជីតាបានសរសេរនៅក្នុងយ៉ាងច្បាស់ណាស់តាមទីដៅផ្កាយព្រះពីរត្រង់ទៅទីខាងកើតនោះនឹងរកឃើញសមុទ្រផ្កាថ្មអត់ទេនោះគឺទូករបស់លោកចៅសឺហៃបង្កើនល្បឿនអស់ពីកម្លាំងលីនហៃឆាងប្រកូលទុងហឺដែរជីតារបស់ឯងបន្សល់ទុកខ្ញុំនឹងទុកជីវិតឆ្កែរបស់ឯងជាមនុស្សហកតញ្ញូរបស់លោកតាលីនកាលនោះថៃវិញបានទីផងគ្រូឯងមិនក៏ចិត្តខ្មៅម្លេះអាម៉ុកចាប់ខ្សែទុកឲ្យនឹងរត់ទៅចាំមើលឯងរត់ទៅណាអាម៉ុកកាប់ផ្ដាច់បង្គោលក្តងធំលំពេងដៃថ្មទាំងអស់បោះចោលចុះទៅឡើងបងលុយឲ្យខ្ញុំមកទុកខ្ញុំ
ហើយចៅជីតើយើងនៅមានជីវិតទេអូតើកន្លែងនេះជាកន្លែងណាសមុទ្រផ្កាយើងបានរកឃើញផ្កាថ្មនៅក្នុងសមុទ្រហើយស្អាតណាស់វាស្អាតណាស់ខ្ញុំមិនដែលឃើញវាពីមុនមកទេសមុទ្រដ៏ស្រស់ស្អាតបែបនេះជីតារបស់ខ្ញុំនិយាយត្រូវកន្លែងនេះពិតជាឋានសួគ៌នៅលើផែនដីមែនល្អណាស់ទីបំផុតយើងមានសង្ឃឹមហើយអាមូមើលតើនោះជាអ្វីហើយចៅជីទាំងនោះមើលទៅដូចជាបំណែកឈើមួយចំនួនហើយវាមើលទៅចាស់ណាស់នេះគឺជាឧបករណ៍សាងសង់កប៉ាល់បុរាណមួយសម័យបុរាណតើថ្ងៃកំណើតរបស់ជីតាមែនទេកប៉ាល់ដែលបានរៀបរាប់នៅក្នុងកប៉ាល់បុរាណទំនងណាស់យើងបានតាមដានបំណែកទាំងនេះរកមើលវាការលេចកប៉ាល់វាពិតជាការលេចកប៉ាល់មែនជីតានិយាយត្រូវពិតជាមានកំណប់ទ្រព្យនៅទីនេះមែនចាំបន្តិចសិនចូលទៅក្រោមទីបំផុតយើងបានរកឃើញការលេចលង់ហើយទុកហេតុអ្វីមិនចុះទៅមើលបន្តិចមើលទៅទីនោះមិនល្អគាត់ជាចៅលួចទ្រព្យសម្បត្តិយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់គ្នាទៅមើលសិនយកអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានមកហើយចៅជីតើពួកគេជានរណាហើយចៅជីតើពួកគេជានរណាវាគួរតែជាពិសេសសម្រាប់សមុទ្រមនុស្សដែលបានលួចទ្រព្យសម្បត្តិពួកគេប្រកាសជាកំពុងតាមដានយើងដូច្នេះតើយើងគួរធ្វើអ្វីគ្រាន់តែឃើញគេយកកំណប់ទ្រព្យតើអ្នកអាចលាក់វាហើយយកវាទៅឆ្ងាយបានទេជីតាបាននិយាយថាយើងមិនត្រូវឲ្យមនុស្សអាក្រក់ទទួលបានរឿងនេះទេសម្ងាត់រកលុយបានច្រើនលើកនេះខ្ញុំពិតជាបានជោគជ័យមែនចៅហ្វាយមើលចុះមានមនុស្ស2នាក់នៅទីនោះនៅមានមនុស្សទៀតចាប់គាត់អាមូរត់ឲ្យលឿនចៅហ្វាយគ្មាននរណាម្នាក់នៅទីនេះទេមិនអាចទៅរួចខ្ញុំបានឃើញពួកគេរត់ទៅយ៉ាងច្បាស់យើងមកដល់ហើយស្វែងរកដោយប្រុងប្រយ័ត្នជាងមុនតើខ្ញុំគួរធ្វើដូចម្តេចចំពោះហេតុចៅគេរកយើងឃើញប៉ុណ្ណឹងហើយកុំនិយាយអ្វីទាំងអស់ពួកគេកំពុងស្វែងរកស្ថិតនៅក្នុងដៃរបស់យើងទេចូលបំភ្លេចវាចោលទៅពួកគេប្រហែលជារត់គេចខ្លួនហើយបន្តការប្រមាញ់យើងនឹងដោះស្រាយពិន្ទុជាមួយពួកគេបន្ទាប់ពីយើងនេសាទរួចខ្ញុំភ័យខ្លាចខ្លាំងណាស់ទីបំផុតពួកគេក៏បាត់ទៅហើយតើនេះជាអ្វីអាមូមើលនេះសិនវាគឺជាសៀវភៅណែនាំអំពីសមុទ្រសៀវភៅណែនាំរបស់នាវិកនេះជាលោកបុរាណដែលបានណែនាំរករកពិតជាតើអ្នកមកទីនេះដោយរបៀបណាជាកន្លែងដែលជីតាខ្ញុំត្រូវបានដាក់នៅទីនេះគាត់ខ្លាចសៀវភៅណែនាំនេះដូច្នេះវាត្រូវបានលាក់នៅក្នុងរូបខាងក្នុងបងប្អូនប្រុសថ្ងៃនេះយើងរកលុយបានច្រើនណាស់មកចុះឡើងស្ងួតហើយចៅជីពួកគេទាំងអស់គ្នាស្រវឹងនេះជាឱកាសដ៏ល្អមួយសម្រាប់យើងមិនល្អមាននរណាម្នាក់បានលួចទុកមិនល្អមាននរណាម្នាក់បានលួចទុកអាមូចាប់វាបានហើយដេញតាមខ្ញុំយើងត្រូវតែនាំពួកគេមកវិញហើយចៅជីពួកគេបានតាមទាន់កុំបារម្ភខ្ញុំដឹងថាមានបំណែកមួយរះនៅក្នុងតំបន់សមុទ្ររបស់ពួកគេមានឆ្លងកាត់បានទេប្រញាប់ឡើងហើយតាមទាន់ពួកគេកុំឲ្យពួកគេរួចខ្លួនឲ្យសោះឡើងហើយតាមទាន់ពួកគេកុំឲ្យពួកគេរួចខ្លួនឲ្យសោះឈួតហើយយើងមានសុវត្ថិភាពជំនោរសមុទ្រអ្នកត្រឡប់មកវិញហើយអ្នកនៅរស់រានមានជីវិតយើងទាំងអស់គ្នាគិតថាអ្នកស្លាប់ហើយទាំងនេះនៅលើសមុទ្របង្កងនឹងក្តាមស្ដេចតើមនុស្សច្រើនម្លេះមកពីណាមានត្រីគ្រប់ភើដ៏មានតម្លៃត្រីព្រៃឈើសមុទ្រជំនោរអ្នកតើត្រីទាំងនេះមកពីណាតើខ្ញុំនេសាទនៅឯណាវាមិនមានអ្វីតាក់ទងនឹងអ្នកនេះមិនមានអ្វីតាក់ទងនឹងខ្ញុំទេសមុទ្រនៅភូមិវាងហៃសមុទ្រជារបស់ខ្ញុំចៅស៊ីហៃកំពុងនេសាទនៅទីនេះត្រូវបងប្រាក់ការពីឲ្យខ្ញុំរ៉ាសេហេកុំទៅឆ្ងាយពេកសមុទ្រនេះមិនមែនជាអ្នកទេវាគឺជាអ្នកតើអ្នកហ៊ាននិយាយតបមកខ្ញុំវិញទេហាក់ដូចជាអ្នកភ្លេចហើយអ្វីដែលខ្ញុំបាននិយាយនៅពេលអ្នកណាហ៊ានធ្វើចោលអ្នកណាហ៊ានធ្វើចោលអ្នកសាច់ដុំល្អលីនហៃឆាវអ្នកមានប្រភេទមួយយើងនឹងឃើញហើយចៅជីហេតុអ្វីបានជាគ្មានអ្នកណាទិញវាពួកគេទាំងអស់គ្នាខ្លាចរ៉ាវសេសួស្ដីតើសត្វក្រៀលទាំងនេះមានតម្លៃប៉ុន្មានអ្នកចង់ទិញបាត់ចាស់ខ្ញុំជាភោជនីយដ្ឋានអាហារសមុទ្រមួយកន្លែងនៅក្នុងភោជនីយដ្ឋានយើងខ្ញុំត្រូវការចំនួនច្រើនត្រីក្រៀមស្រស់ល្អណាស់ត្រីទាំងនេះសុទ្ធតែសម្រាប់អ្នកបងថ្លៃលក់ដុំឲ្យខ្ញុំត្រីទាំងនេះស្រស់ណាស់តើអ្នកនឹងមានប៉ុន្មាននៅពេលអនាគតពិតជាប្រាកដណាស់ខ្ញុំឈ្មោះស៊ូយូតុងនេះជានាមបានរបស់ខ្ញុំឈ្មោះលីនហៃឆាអរគុណអ្នកស្រីស៊ូខ្ញុំក៏មកពីភូមិវាងហៃដែរ
ទើបតែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអូសេអានបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអូសេអានថ្ងៃនេះលេនហេចដាក់ទាំងអស់គេទាំងអស់ត្រូវបានលក់ទៅឲ្យបរិរបស់យូបានលុយច្រើនដូច្នេះចុះយ៉ាងណាបើអ្នករកលុយបានខ្ញុំមានវិធីជាច្រើនអនុញ្ញាតឲ្យនាងស្នាក់នៅក្នុងភូមិខ្ញុំមិនអាចចុះទៅក្រោមបានទេតើអ្នកមានគម្រោងអ្វីខ្លះចូលទៅប្រាប់អ្នកនេសាទទាំងនោះអ្នកណាដែលហ៊ាននិយាយជាមួយលីនហៃទៅលេងសមុទ្រជាមួយគ្នាខ្ញុំបានកាត់ផ្ដាច់ជីវភាពរបស់ពួកគេទៅតាក់ទងស៊ូយូទៅភោជនីយដ្ឋានប្រាប់ពួកគេថាពួកគេហ៊ានយកលេនហេត្រីកុំគិតពីវាទៀតអីភូមិហៃទិញអាហារសមុទ្រណាមួយក៏បានហើយចៅហ្វាយនេះទៅធ្វើវាទៅលីនហៃឆាវប្រយុទ្ធជាមួយខ្ញុំអ្នកនៅតែបៃតងពេកជំនោសមុទ្រតើការលក់ត្រីបានដំណើរការទៅដោយរលូននៅថ្ងៃនេះបានជួបមនុស្សម្នាក់ឈ្មោះស៊ូយូតុងក្មេងស្រីនោះបានទិញត្រីទាំងអស់បានទៅហើយក៏បាននិយាយផងដែរថាពួកគេនឹងរយៈរយៈពេលយូរទោះជាយ៉ាងណាក៏ដោយអ្នកគួរតែប្រយ័ត្នចំពោះយ៉ាវសេទុកវាចោលបែបនេះទេខ្ញុំដឹងប៉ាកុំបារម្ភអីខ្ញុំនឹងប្រុងប្រយ័ត្នយឺតពេលហើយតើវាជាអ្នកណាមីងវ៉ាហេតុអ្វីបានជាអ្នកនៅទីនេះជំនោយើងបានមកសុំជំនួយពីអ្នកនេះចូលមកអង្គុយចុះជំនោអ្នកក៏ដឹងដែរចៅស៊ីហៃបានគ្រប់គ្រងទាំងមូលយើងនេសាទគាត់ចង់យកពាក់កណ្ដាលនៃវាប្រាក់ចំណេញកូនប្រុសរបស់ខ្ញុំនឹងទៅរៀននៅមហាវិទ្យាល័យឆ្នាំនេះយើងមិនទាន់បានដំឡើងថ្លៃសិក្សានៅឡើយទេខ្ញុំត្រូវការលុយសម្រាប់ការហៃនៅតែជំពាក់ប្រាក់ខែរបស់ខ្ញុំកាលពីខែមុននោះច្រើនពេកហើយយើងចង់ទៅសមុទ្រជាមួយអ្នកដើម្បីនេសាទរឿងនេះមិនអីទេសម្រាប់តែយ៉ាវស៊ីហេបាននិយាយថាអ្នកណាហ៊ានចេញក្រៅជាមួយខ្ញុំសមុទ្រគាត់គ្រាន់តែអនុញ្ញាតឲ្យអ្នកណាដែលខ្ញុំមិនអាចបន្តរស់នៅបានយ៉ាងណាក៏ដោយតាមដានរបស់យ៉ាវស៊ីហេយើងក៏មិនអាចរស់បានដែរវាជាការប្រសើរក្នុងការធ្វើវាជាមួយអ្នកនៅតែមានផ្លូវចេញមិនហើយជំនោនាំយើងទៅចូលយើងធ្វើវាជាមួយគ្នាខ្ញុំនឹងនាំអ្នកទាំងអស់គ្នាធ្វើវាជាមួយគ្នាល្អហើយឆាវគឺត្រៀមខ្លួនរួចរាល់ហើយមិនអីទេយើងចេញដំណើរនៅពេលណាស្វែងយល់វាហើយចាប់ផ្ដើមឥឡូវនេះសួស្ដីលិនហេឆូតាមពិតពួកគេហ៊ានញុះញង់អ្នកភូមិទៅប្រឆាំងនឹងខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកទៅណាឡើយចៅហ្វាយតើយើងគួរធ្វើអ្វីទៅយកទូក2 3ជាមួយអ្នកពួកគេយើងនឹងរងចាំរហូតដល់ពួកគេចាប់ត្រីបានព្រះឲ្យកន្លែងនេះជាអ្វីត្រីស្អាតច្រើនណាស់ខ្ញុំមិនដែលឃើញត្រីពីមុនមកទេច្រើនណាស់សូមគុំនេសាទច្រើនពេកយើងចាប់បានតែត្រីធំប៉ុណ្ណោះដាក់ត្រីតូចត្រឡប់មកវិញហើយកុំធ្វើឲ្យខូចថ្មប៉ព្រះទឹកផ្កាថ្មបានដឹងអស្ចារ្យណាស់យើងជាអ្នកមានទេមនុស្សរបស់លោកយ៉ាវសេហេគឺជាមនុស្សអាក្រក់គាត់គឺជាបរិសរបស់យ៉ាវសេហេស្ដាប់ចុះអ្នកទាំងអស់គ្នាប្រគល់ត្រីទាំងអស់ដែលអ្នកចាប់បានចេញមកបើមិនដូច្នោះទេកុំបន្ទោសយើងថាមិនសមរម្យតើខ្ញុំគួរធ្វើអ្វីជំនោសមុទ្រកុំខ្លាចអីអ្នកទាំងអស់គ្នាគេមិនហ៊ានធ្វើអ្វីយើងទេតែអ្នកចង់ធ្វើអ្វីរ៉ាវឡៅដែលបាននិយាយសមុទ្រនេះជារបស់គាត់បើឯងហ៊ានប្លន់យើងឆក់ត្រីវាជាការប្លន់ការនៅលើសមុទ្រនេះរ៉ាវឡៅដែលគឺជាច្បាប់ឲ្យខ្ញុំបែរអ្នកណាហ៊ានធ្វើចលនាខ្ញុំបានរាយការណ៍រួចហើយអំពីអ្វីដែលបានទាំងអស់ត្រូវបានថតរូបអ្នកហ៊ានទេតើខ្ញុំមិនហ៊ានធ្វើអ្វីបើអ្នកមិនជឿគ្រាន់តែសាកល្បងវាជំនោសមុទ្រព្រៃឈើល្អអ្នករងចាំតោះទៅទីអ្នកត្រឡប់មកវិញហើយតើត្រីទាំងអស់ត្រូវបានចាប់បានទេចាប់បានលើសពីនេះទៅទៀតពួកគេចាប់បានច្រើនត្រីទាំងនេះសុទ្ធតែស្រស់ណាស់ខ្ញុំចង់បានពួកគេទាំងអស់ល្អណាស់ទីបំផុតថ្លៃសិក្សារបស់កូនប្រុសខ្ញុំយូបានប្រមូលវាទាំងអស់ទោះជាយ៉ាងណាក៏ដោយជំនោខ្ញុំមានយោបល់មួយតើអ្នកមានយោបល់អ្វីខ្លះអ្នកចេញទៅសមុទ្រនេសាទរាល់ថ្ងៃមិនជាដំណោះស្រាយរយៈពេលនេះការនេសាទហួសកម្រិតវានឹងបំផ្លាញសមុទ្រផ្កាថ្មបរិស្ថានអេកូឡូស៊ីខ្ញុំបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យខ្ញុំបានសិក្សាអំពីកម្មអេកូឡូស៊ីស្ដាំការប្រើប្រាស់មិនត្រឹមតែការល្អប្រសើរការចិញ្ចឹមក្តាមនាគបង្គានិងត្រសក់សមុទ្រនិងត្រសក់សមុទ្រអាចមានតម្លៃផ្សេងទៀតអត្ថប្រយោជន៍សេដ្ឋកិច្ចដូចគ្នាថ្ងៃនេះយើងបានប្រមូលផ្ដុំមនុស្សគ្រប់គ្នាមានរឿងសំខាន់មួយយើងត្រូវពិភាក្សារឿងនេះជាមួយនឹងហើយឆាវឥឡូវនេះយើងចេញទៅសមុទ្រដើម្បីនេសាទត្រីបីជាអាចរកលុយបានក៏ដោយតែនេះមិនមែនជាដំណោះស្រាយរយៈពេលវែងទេការនេសាទហួសកម្រិតវានឹងបំផ្លាញសមុទ្រផ្កាថ្មបរិស្ថានអេកូឡូស៊ីបើថ្ងៃណាមួយសមុទ្រផ្កាថ្មត្រីទាំងអស់ត្រូវបានចាប់បាននេះគឺស៊ូយូតុងបងស្រីនាងបានណែនាំឲ្យយើងទៅការអភិវឌ្ឍសមុទ្រនិងការអភិរក្សអេកូឡូស៊ីការប្រើប្រាស់ធនធានគឺជាយ៉ាងណាក៏ដោយរកលុយសម្រាប់ធានារ៉ាប់រងសមុទ្រដែលស្ពីកនៅទីរបស់ខ្ញុំបានបន្សល់ទុកណែនាំរករកបុរាណកំណត់ត្រាបុរាណជាច្រើនមហាសមុទ្រសម្រាប់អ្នកនេសាទការធ្វើកសិកម្មបែបអេកូឡូស៊ីជាលុយច្រើនណាស់ដូច្នេះខ្ញុំបានបង្កើតការវិនិយោគជាមួយគ្នាប្រតិបត្តិការរួមគ្នាការគ្រប់គ្រងរួមគ្នាភាគលាភគឺមកពី HL គំនិតល្អសូមតាមដានទឹកឡើងស្ងួតហើយគ្មានទឹកខុសហើយខ្ញុំនឹងចូលរួមខ្ញុំក៏នឹងចូលរួមដែរយល់ព្រមដោយសារមនុស្សគ្រប់គ្នាយល់ស្របបន្ទាប់មកភូមិវងហេរបស់យើងកំពុងនេសាទថ្ងៃនេះវាត្រូវបានបង្កើតឡើងជាផ្លូវការសូមអ្នកទាំងអស់គ្នាចំណាំថាត្រង់នោះត្រូវតែមានសុវត្ថិភាពសម្រាប់ចិត្តបើមិនដូច្នោះទេប្រសិនបើមានលីងសម្រាប់ចេញលើសពីនេះត្រីចៀនក៏ត្រូវជ្រើសរើសផងដែរមានសុខភាពល្អដងស៊ីតេនៃការបញ្ចេញមិនគួរក្បានដឹងទេថៅកែនិងអ្នកដទៃទៀតកំពុងសាងសង់ការសាងសង់ត្រង់ចិញ្ចឹមត្រីធ្វើកសិកម្មអេកូឡូស៊ីទេងាយស្រួលណាស់ខ្ញុំនឹងធ្វើឲ្យប្រកាសថាពួកគេបាត់បង់អ្វីទាំងអស់ចៅហ្វាយតើយើងគួរធ្វើអ្វីធំតើយើងគួរធ្វើអ្វីលោកបានលួចចូលនៅពេលយប់តើយើងគួរធ្វើអ្វីកាត់ត្រង់សំណាញ់របស់ពួកវាទាំងអស់ចេញសម្រាប់សំណាបរៀបទាំងអស់គំនិតល្អប្រញាប់ឡើងបន្ទាប់ពីអ្នកកាត់រួចរាល់ហើយសូមប្រញាប់ឡើងហើយចាក់ចេញអូទេដុកថយយ៉ាងលឿនអ្នកណាម្នាក់កំពុងមកចៅស៊ីហៃកុំរត់គេចខ្លួនអីចៅស៊ីហៃអ្នកឈប់នៅទីនោះលេនហៃចូលគុំល្ងងពេកលើកនេះអ្នកមានសំណាងហើយអាមូបានលោតពីលើចៅស៊ីហៃអ្នកមិនអាចរត់គេចខ្លួនបានទេឥឡូវនេះ
ចៅរ៉ាវសេហេអ្នកល្ងងនាំគាត់ទៅប៉ុស្តិ៍ប៉ូលីសមិនហើយទុកឲ្យគាត់ចុះរ៉ាវសេហេអ្នកល្ងងនាំគាត់ទៅប៉ុស្តិ៍ប៉ូលីសទៅមិនហើយទុកឲ្យគាត់ចុះចៅស៊ីហៃខ្ញុំមិនអាចអ្នកនាំគាត់ទៅប៉ុស្តិ៍ប៉ូលីសត្រូវតែធានាថានៅពេលអនាគតគេនឹងមិនមកបំផ្លាញយើងទៀតទេខ្ញុំនឹងសងប្រាក់ឲ្យអ្នកខ្ញុំសន្យាថាខ្ញុំនឹងមិនធ្វើទេជំនោក្តាមស្ដេចទាំងនេះលូតលាស់ទាំងអស់ហំណាស់បាត់ចាស់សខ្ញុំមិននឹកស្មានថាពួកគេនឹងធំឡើងលឿនយ៉ាងតើពេលណាយើងអាចទទួលបានផលផ្លែអាចប្រមូលផលវាបានឥឡូវនេះការជូនដំណឹងដល់មនុស្សសម្រាប់ការប្រមូលផលល្អណាស់ទីបំផុតយើងអាចប្រមូលផលបានហើយល្អណាស់ក្តាមស្ដេចធំម្លេះបង្កងទាំងនេះធាត់ណាស់រួចហើយអស្ចារ្យណាស់ទីបំផុតយើងបានត្រឡប់មកធ្វើការវិញហើយពួកគេទទួលបានផលិតផលអាហារសមុទ្រទាំងនេះល្អណាស់ខ្ញុំចង់បានពួកគេទាំងអស់ហើយជាមួយនោះតើអ្នកមានប៉ុន្មានអ្នកភូមិទាំងអស់គ្នានេះជាលើកទី1របស់យើងដែលទទួលបានជាបាច់ឥឡូវនេះខ្ញុំនឹងចែកចាយភាគលាភដល់មនុស្សគ្រប់គ្នាល្អណាស់អរគុណហើយឆាវល្អណាស់ទីបំផុតយើងបានផ្លាស់ប្ដូរអ្វីអរគុណជំនោយើងនៅតែរងទុក្ខវេទនាក្រោមឥទ្ធិពលរបស់ចាស់មិនអីទេនេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារបស់ជំនោសមុទ្រការចិញ្ចឹមត្រីរបស់យើងជោគជ័យតើអ្នកមានគម្រោងអ្វីបន្ទាប់ខ្ញុំចង់ឲ្យអ្នកភូមិចូលរួមឲ្យបានខ្លាំងជាងអ្នកមាននោះជាគំនិតដ៏អស្ចារ្យមួយទោះយ៉ាងណាក៏ដោយខ្ញុំមានគំនិតមួយទៀតគំនិតមើលសមុទ្រផ្កាថ្មរបស់យើងសមុទ្រដ៏ស្រស់ស្អាតសមុទ្រច្បាស់ណាស់មានរបស់ស្អាតជាច្រើននៅក្រោមទឹកថ្មនិងត្រីយើងអាចអភិវឌ្ឍទេសចរសមុទ្រទៅកាន់មហាសមុទ្រទេសចរសាមយើងអាចធ្វើការមួយទឹកបានការនេសាទសមុទ្រការទស្សនានិងតាមវិធីនេះការទទួលខុសត្រូវក្នុងការបង្កើតចំណូលក៏អាចជំនាញឲ្យមនុស្សកាយគំនិតនេះពិតជាអស្ចារ្យអ្វីខ្ញុំមិនបានគិតអីទេចូលយើងធ្វើវិស័យយើងនឹងកោះប្រជុំអ្នកភូមិចូលយើងពិភាក្សាអំពីរឿងនេះអ្នកភូមិបានប្រាប់មនុស្សគ្រប់គ្នាអំពីរឿងព័ត៌មានអាហារសមុទ្រដំបូងរបស់យើងវាត្រូវបានលក់រួចហើយមនុស្សគ្រប់គ្នាបានទទួលចំណែកនេះបង្ហាញពីបរិស្ថានវិទ្យារបស់យើងការបង្កាត់ពូជទទួលបានជោគជ័យទោះជាយ៉ាងណាក៏ដោយយើងមិនអាចពេញចិត្តនឹងបច្ចុប្បន្នឲ្យភូមិវងហេកាន់តែសម្បូរបែបដូច្នេះខ្ញុំបានពិភាក្សាវាជាមួយអ្នកខ្ញុំបានការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីជាមួយគ្នានឹងការបង្កើតទេសចរសមុទ្រទេសចរជាអ្វីតើអ្នកអាចរកលុយបានទេទេសចរតាមសមុទ្រគឺនិយាយអំពីការអនុញ្ញាតឲ្យលេងជីវិតខ្ញុំយើងអាចធ្វើការមួយទឹកបាននេសាទសមុទ្រទស្សនាទេសក៏មានប្រាក់ចំណូលទេសចរទៀតមនុស្សគ្រប់គ្នាលើកលែងដឹងខ្ញុំគិតថាគំនិតនេះល្អកញ្ញាស៊ូកំពុងសិក្សានៅសាកលវិទ្យាល័យជួយយើងទេសចរមិនអីទេយើងយល់ព្រមអភិវឌ្ឍទេសចរសមុទ្រចូលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងខិតខំធ្វើដើម្បីអាចធ្វើនៅការបើល្អទុកកំសាន្តស្អាតមែនតើនេះជាអ្នកណាសម្បូរណាស់អ្នកភូមិដូចគ្នាខ្ញុំត្រឡប់មកវិញហើយលោកយ៉ាវសេយ៉ាវហើយចៅស៊ីហៃកំពុងធ្វើអ្វីនៅទីនេះវិញលីនហើយឆាវវីយូណាស់មកហើយពេលខ្ញុំត្រឡប់មកវិញលើកនេះខ្ញុំចង់សហការជាមួយអ្នកកិច្ចសារមានអ្វីល្អវិញយើងការងារខ្ញុំបានយល់ថាអ្នកចង់អភិវឌ្ឍសមុទ្រខ្ញុំមានលុយនិងធនធានខ្ញុំលែងត្រូវការវិធីហើយតៃវ៉ាន់គ្មានជំនួយពីខ្ញុំអ្នកដាក់សមុទ្រនៅក្នុងភូមិបានអាចលោកខាងលិចបានទេមែនហើយបន្ទាប់មកយើងនឹងឃើញថាអ្វីនឹងទៅជាយ៉ាងណាថៅកែយ៉ាវលីនហើយឆាវមិននៅជាមួយយើងទេអ្វីដែលត្រូវធ្វើនឹងមិនសហការជាមួយយើងទេគាត់នឹងសោកស្ដាយវាថៅកែយ៉ាវយើងពិតជាត្រូវការវិនិយោគទេសចរសមុទ្រនៅភូមិវ៉ាងហៃទឹកលេទេខ្ញុំមិនមែនល្ងងបែបនោះទេខ្ញុំបានដឹងរួចហើយមានវត្ថុធាតុមួយចំនួនធំនៅក្នុងកប៉ាល់ដែលឆាវនិងអ្នកដទៃទៀតគ្រាន់តែដឹងអេកូឡូស៊ីនិងជីវិតសមុទ្រគេមិនដឹងពីការពិតអំពីការតម្លៃវិជ្ជមាននេះតើយើងគួរធ្វើអ្វីរងចាំរហូតដល់ពួកគេមានអ្វីទាំងអស់ត្រូវបានព្យាយាមរកវិធីដើម្បីបញ្ចុះគ្នាត្រូវបានមកយើងអាចមានផ្កាថ្មសម្រាប់តែខ្លួនយើងខ្ពស់ទៀតហើយផឹកពេងនេះពេលយើងទទួលបានទ្រព្យសម្បត្តិហើយនឹងមិនចាំបាច់ស្នាក់នៅកន្លែងនេះខូចទេសួស្ដីរ៉ាវសេហេម្ចាស់ដែលពិតជាបានលេខកប៉ាល់ត្រូវប្រាប់ហៃឆាវជាបន្ទាន់បងប្រុសឲ្យទៅហៃឆាវបងប្រុសអូទេមានអ្វីខុសរឿងដ៏គួរឲ្យរំភើបមួយបានគ្រាន់តែនៅខាងតាមយ៉ាវសេហេនឹងមនុស្សចម្លែកម្នាក់ការវិលត្រឡប់របស់គាត់គេមិនចង់សហការជាមួយយើងតសម្រាប់ការលេខកប៉ាល់អ្វីពួកគេបាននិយាយថាពួកគេនឹងរងចាំរហូតដល់យើងចង់សហការសង្គមត្រូវបានមកគ្រប់គ្រងសមុទ្រការថ្មនឹងការលេខកប៉ាល់នោះនេះយ៉ាវសេហេគាត់ពិតជាមានបេះដូងលួចដែលមិនចេះតែយើងគួរធ្វើអ្វីកុំបារម្ភយើងរំពឹងថាគាត់នឹងមកចោះចលនាយើងបានត្រៀមខ្លួនរួចហើយត្រូវរៀបចំវិការទៅក្រសួងពាក់ព័ន្ធមួយហើយសមុទ្រការថ្មនិងសមុទ្រការលេខបានចុះបញ្ជីជាតំបន់ការពារអេកូឡូស៊ីចៅស៊ីហៃមិនហ៊ានធ្វើសកម្មភាពដោយតាមប្រធានចៅស៊ីហៃមិនអាចធ្វើវាបានយ៉ាងណាក៏ដោយយើងនៅតែត្រូវសេហេបុគ្គលនេះពួកគេអាចធ្វើអ្វីក៏បានមានអ្វីកើតឡើងអ្នកភូមិជាទីស្រឡាញ់សួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះយ៉ាវសេហេខ្ញុំមានរឿងសំខាន់មួយខ្ញុំចង់ប្រាប់មនុស្សគ្រប់គ្នាហើយចូលបានរកឃើញកប៉ាល់មួយការលេខកប៉ាល់បុរាណវាមានផ្ទុកនៅទ្រព្យសម្បត្តិដ៏មានតម្លៃមិនតែគាត់មិនបានប្រាប់មនុស្សគ្រប់គ្នាទេផ្ទុយទៅវិញពួកគេចង់គ្រប់គ្រងលើពីនេះតើគាត់កំពុងធ្វើកសិកម្មអេកូឡូស៊ីហើយរក្សាទុកលុយបានដូច្នេះវាបានបង្ហាញថាខ្ញុំបានកុហកអ្នកចម្លែកខ្លាំងៗអ្វីទេដែលពាក្យមិនសមហេតុផលរបស់យាយឬមិនសមហេតុផលគាត់កំពុងផ្សព្វផ្សាយពាក្យចាំអ្វីដែលលោកយ៉ាវសេហេបាននិយាយជាការពិតទេអ្នកពិតជាបានរកឃើញកំណត់ទ្រព្យនៃប៉ាលេខដូចគ្នាស្ដាប់ពាក្យមិនសមហេតុផលរបស់យ៉ាវសេហេនិយាយរឿងមិនសមហេតុផលផ្សាយពាក្យចាំអារាមចំណូលសម្បត្តិអ្វីដែលលោកយ៉ាវសេហេបាននិយាយជាការពិតទេអ្នកពិតជាបានរកឃើញកំណត់ទ្រព្យនៃប៉ាលេខបានរកឃើញកប៉ាល់មួយការលេខកប៉ាល់បុរាណតែខ្ញុំមិនដែលគិតចង់នៅម្នាក់ទេបន្ទាប់មកហេតុអ្វីបានជាអ្នកមិនប្រាប់យើងខ្ញុំខ្លាចថាប្រសិនបើមនុស្សគ្រប់គ្នាដឹងវានឹងបណ្ដាលខ្ញុំចង់អភិវឌ្ឍកប៉ាល់នេះអាចខ្លាចជាកន្លែងដើម្បីឲ្យមនុស្សគ្រប់គ្នាអាចទទួលបានអត្ថប្រយោជន៍ជួបរកលេខទៀតទៅមនុស្សគ្រប់គ្នាមិនមែនជាមនុស្សល្ងងទេអ្នកគ្រាន់តែចង់រក្សាទ្រព្យសម្បត្តិសម្រាប់ខ្លួនឯងប៉ុណ្ណោះលោកយ៉ាវសេហេបាននិយាយអំពីចំណូលទេបងប្អូនតើខ្ញុំជាអ្វីលីនហៃឆាវមនុស្សនៅតែមិនយល់ពីមនុស្សប្រភេទនេះខ្ញុំមិនដែលកុហកទេមនុស្សគ្រប់គ្នាគុំស្ដាប់គាត់ខ្ញុំបានបង្កើតសហគមន៍មួយខ្ញុំគ្រាន់តែចង់ដឹកនាំមនុស្សគ្រប់គ្នារួមស្ដាប់គម្រោងទាំងនេះដើម្បីគាត់ជាអ្នកបង្កើតអ្នកនៅតែតាមគាត់ស្ងួតមិនយូរមិនឆាប់ខ្ញុំនឹងត្រូវគាត់បញ្ឆោតគុំធ្វើសកម្មភាពដោយប្រញាប់ប្រញាល់ហៃឆាវគឺជាមនុស្សល្អប្រសិនបើនរណាម្នាក់ចង់ដកពីខ្លួនរបស់ពួកអ្នកខ្ញុំនឹងប្រើប្រាស់ប្រាក់ដែលអ្នករាល់គ្នាបានវិនិយោគមិនតិចជាង1កាក់ទេមនុស្សគ្រប់គ្នាចំណូលសម្រាប់បានផ្ដល់លុយទាំងអស់ដល់ពួកគេតែយើងគួរធ្វើអ្វីវាមិនសំខាន់ទេលុយអាចរកបានមកវិញប៉ុន្តែទំនុកចិត្តបានបាត់ទៅហើយវានឹងពិបាករកវាម្ដងទៀតណាស់ជីតាតើខ្ញុំបានធ្វើអ្វីខុសទេចំណូលសម្រាប់សោកសៅអីអ្នកដែលមិនជឿអ្នក
វាល្អដែលពួកគេបានចាក់ចេញបងប្រុសហើយចុះយើងវិញយើងខ្ញុំនឹងជឿជាក់លើអ្នកជំនោសមុទ្រយើងក៏ជឿជាក់លើអ្នកដែរអរគុណសម្រាប់ការជឿជាក់លើខ្ញុំជំនោសមុទ្រអ្នកជាកូនល្អមនុស្សទាំងនោះបានចាក់ចេញវាជាការខាតបង់របស់ពួកគេល្អចាប់តាំងពីមនុស្សគ្រប់គ្នានៅតែជឿជាក់លើខ្ញុំបន្ទាប់មកសូមបន្តទៅមុខទៀតយើងត្រូវតែផ្ដល់អាទិភាពដល់កសិកម្មអេកូឡូស៊ីអភិវឌ្ឍទេសចរសមុទ្រសូមឲ្យអ្នកដែលចាក់ចេញសោកស្ដាយយើងពិតជានឹងទទួលបានជោគជ័យហើយចៅជីហេតុអ្វីបានជាមិនមានអ្នកទេសចរតតែសោះហើយជាការផ្សព្វផ្សាយរបស់យើងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ទេកុំប្រញាប់ប្រញាល់ចូលយើងរងចាំបន្តិចទៀតហើយចៅជីមើលឡានមួយកំពុងមកទេសភាពនៅទីនេះស្អាតណាស់ខ្យល់អាកាសស្រស់ស្រាយណាស់សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ខ្ញុំនឹងដឹកនាំបទពិសោធន៍របស់មនុស្សគ្រប់គ្នានិងសកម្មភាពសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ខ្ញុំឈ្មោះឈ្វែនមកពី Sunshine Cafe ដែលខ្ញុំបាននាំអ្នកទេសចរមកទីនេះខ្ញុំបានបង្ហោះខ្លះតាមអ៊ីនធឺណិតរូបថតទន្លេនិងសមុទ្រពុំវងខ្ញុំមិននឹកស្មានថាវានឹងកើតឡើងលឿនយ៉ាងនេះទេដល់ហើយណាផ្កាថ្មស្អាតច្រើនណាស់មានត្រីច្រើនណាស់ពួកគេមិនខ្លាចមនុស្សតតែសោះនេះជារឿងដ៏ស្រស់ស្អាតបំផុតដែលខ្ញុំធ្លាប់បានឃើញវាពិតជាសប្បាយណាស់ខ្ញុំនឹងមកម្ដងទៀតនៅពេលក្រោយខ្ញុំចង់ថតរូបមួយសន្លឹកសោកញ៉ាទាសូមអញ្ជើញមកហាសមុទ្រនៅទីនេះឆ្ងាញ់ណាស់ហើយពីនេះទៅទៀតតម្លៃគឺថោកណាស់តើអ្នកធ្លាប់ឬទេសមុទ្រក្បែរភូមិវាងហៃវាកំពុងឆេះភ្ញៀវទេសចរជាច្រើនមកជារៀងរាល់ថ្ងៃមែនហើយខ្ញុំបានឃើញមីងវាងនិងអ្នកដទៃទៀតខ្ញុំរកចំណូលបានច្រើនរាល់ថ្ងៃរបស់ខ្ញុំទាំងអស់ចំពោះលុយនៅពេលនោះគាត់ជឿលើចៅស៊ីចាំអារ៉ាមអំពីទីផ្សារភាពមែនហើយហេតុអ្វីយើងមិនទៅស្វែងរកលីនហៃឆៅនឹងគាត់ហើយបន្ទាប់មកចូលរួមកិច្ចសហប្រតិបត្តិការសង្គមមួយព្រៃឈើលីនហៃឆៅមិនមែនជាមនុស្សដែលមានចិត្តច្បាស់លាស់ចំណូលយើងខុសហើយយើងមិនគួរជឿទេពាក្យចាំអារ៉ាមរបស់យ៉ាវស៊ីហេត្រូវបានលោកចោលយើងបានហើយចំណូលយើងចង់ចូលរួមភាពជាដៃគូឡើងវិញតើវាអាចទទួលយកបានទេហើយគឺជាវិបុលភាពរបស់មនុស្សគ្រប់គ្នាសហគមន៍ក៏ជាសហគមន៍របស់មនុស្សគ្រប់គ្នាមនុស្សគ្រប់គ្នាមានឆន្ទៈត្រឡប់មកវិញអ្នកគ្រប់ល្អណាស់អរគុណហៃឆៅមិនអីទេពីពេលនេះទៅចូលយើងទាំងអស់គ្នាធ្វើការជាមួយសាងសង់ភូមិវាងហៃថែមទាំងស្រស់ស្អាតថែមទៀតទាំងលេនហៃឆៅគួរឲ្យភ្ញាក់ផ្អើលណាស់គាត់បានជោគជ័យមកសមុទ្រនៅជិតភូមិវាងហៃលើនេះការធ្វើដំណើរតែមានប្រជាប្រិយទាំងអស់បានដើរតាមយើងពិតជាគ្មានឱកាសចុះមកមានទូរស័ព្ទចល័តទេតែហើយខ្ញុំនឹងបង្កើតម៉ាស៊ីនមួយកិច្ចដោយសារវិធីសាស្ត្រទុនមិនដំណើរការបន្ទាប់មកចូលយើងទៅរកផ្លូវលំបាកចៅហ្វាយតើអ្នកចង់ធ្វើអ្វីថ្ងៃស្អែកយើងនឹងនាំមនុស្សមួយចំនួនមកទៅយកសេវាកម្មទេសចរទាំងអស់បំបែកបន្ទាប់មកនាំអ្នកទេសចរទាំងអស់ចេញពីរបៀបដែលគាត់គ្រប់គ្រងអាចារ្យហ្វាយនេះមិនល្អទេមែនទេប្រសិនបាននរណាម្នាក់ដឹងខ្លួននោះជាបញ្ហាសម្រាប់យើងខ្លាចអ្វីនៅលើសមុទ្រនេះខ្ញុំចៅស៊ីហៃមានសិទ្ធិសម្រាប់អ្នកណាហ៊ានជ្រៀតជ្រែកជាមួយខ្ញុំចៅហ្វាយខ្ញុំនឹងធ្វើវានៅថ្ងៃស្អែកលីនហៃឆៅម្នាក់ដែលខ្ញុំមិនអាចមានបានរបស់អ្នកអាចភ្លេចអំពីការទទួលបានវាឲ្យខ្ញុំវាអ្វីទាំងអស់នៅទីនេះរួចហើយចៅស៊ីហៃតើអ្នកកំពុងធ្វើអ្វីដែលត្រូវធ្វើខ្ញុំចង់ឲ្យអ្នកដឹងផលវិបាកនៃការប្រឆាំងនឹងខ្ញុំចៅស៊ីហៃអ្នកធ្វើហួសហេតុពេកហើយលីនហៃឆៅថ្ងៃនេះខ្ញុំនឹងបំផ្លាញអ្វីគ្រប់យ៉ាងសម្រាប់ចៅស៊ីហៃខ្ញុំនឹងប្រយុទ្ធជាមួយអ្នករហូតដល់ស្លាប់អាមកឲ្យប្រយ័ត្នខ្លួនណាជំនោសមុទ្រផ្ញើជំនោទៅយ៉ាងលឿនមន្ទីរពេទ្យហៃឆៅអ្នកសុខសប្បាយជីទេយើងមានការភ័យខ្លាចយ៉ាងខ្លាំងខ្ញុំសុខសប្បាយទេវាគ្រាន់តែជារបួសតិចតួចប៉ុណ្ណោះចៅស៊ីហៃមនុស្សអាក្រក់នោះតាមពិតគាត់ហ៊ានយកកាំបិតមកចាក់ណាម្នាក់ឲ្យរងខ្លួនពីរឿងនេះបានទេតាលីនហៃជានរណាជំនោខ្ញុំជាយើងជាអ្នកអភិរក្សបរិស្ថានតំបន់យើងបានទទួលរបាយការណ៍មួយចៅស៊ីហៃរងការខូចខាតបរិស្ថានអេកូឡូស៊ីសមុទ្រពួកគេក៏បានព្យាយាមលួចយកវត្ថុបុរាណបន្តជាមួយវាខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកទៅណាឡើយទីបំផុតវាចប់ហើយអស្ចារ្យណាស់បរិសុទ្ធចំណាស់ទាំង4អ្នកទីបំផុតបានទទួលសូមអរគុណបងប្អូនអ្នកភូមិដែលបានជួយឧបត្ថម្ភយើងមានដំណឹងល្អខ្លះដើម្បីប្រាប់អ្នកការអភិរក្សអេកូឡូស៊ីរបស់អាណានិគមនិងសមុទ្រអស់សុទ្ធតែសម្រេចបានជោគជ័យយ៉ាងធំធេងអស្ចារ្យណាស់មិនពេញចិត្តនឹងស្ថានភាពពង្រីកមាត្រដ្ឋានឃ្លាំងស្តុកជលផលកសាងវិស័យទេសចរបន្ថែមលើពីនេះយើងត្រូវពង្រឹងខេត្តសានសាការពារបរិស្ថានសមុទ្រការពារសមុទ្រសម្អាតសម្រាមជាប្រចាំពីផ្កាថ្មពណ៌ព្រះទឹកនិងផលិតផលស្រស់បែបលោកត្រូវការអភិវឌ្ឍសេដ្ឋកិច្ចក្នុងពេលជាមួយគ្នាមហាសមុទ្ររបស់យើងផ្ទះយកព្រមមិនអីទេបន្ទាប់មកយើងនឹងបន្តទៅតាមដើមសកម្មភាពខ្ញុំជឿជាក់ថាដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សម្រាប់ភូមិពិតជានឹងកាន់តែប្រសើរឡើងថែមទៀតចំណូលពេលវេលាបាននៅសមុទ្រមួយរយៈមែនហើយឆ្នាំនេះមានរឿងជាច្រើនបានកើតឡើងពីការត្រូវបានបោកបក់ដោយយ៉ាវសេហេឥឡូវនេះដឹកនាំភូមិទាំងមូលទៅរកសម្បូរបែបសុបិនមួយទាំងអស់នេះជាលទ្ធផលនៃការជាមនុស្សដែលមានសមត្ថភាពជាមនុស្សម្នាក់ដែលមានទម្រង់សិនបើវាមិនមែនសម្រាប់ទទួលបានជោគជ័យទេនេះសម្រាប់អ្នកនេះជាអ្វីដែលខ្ញុំបានរកឃើញនៅវ៉ាន់ហេខ្ញុំគិតថាវាល្អឥតខ្ចោះស្អាតណាស់អរគុណសមុទ្រចំណូលខ្ញុំចូលចិត្តអ្នកតើខ្ញុំចង់ធ្វើជាមិត្តនឹងខ្ញុំទេក្នុងរយៈពេល1ឆ្នាំកន្លងមកនេះមានទីតាំងស្ថិតនៅក្រោមការដឹកនាំរបស់ការផ្លាស់ប្ដូរដ៏អស្ចារ្យមួយបានកើតឡើងការផ្លាស់ប្ដូរជីវិតសប្តាហ៍ថ្ងៃនេះពិតជាល្អពេកហើយមិនអីទេខ្ញុំមិនដែលហ៊ានគិតអំពីវាពីមុនមកទេដើម្បីអាចរស់នៅជីវិតដ៏ល្អបែបនេះចាសទាំងអស់នេះអរគុណដល់ហេឆេលប្រសិនបើវាមិនមែនសម្រាប់គាត់ទេយើងនៅតែក្រីក្រហេឆេលនឹងយល់ថងពិតប្រាកដមែនការប្រកួតមួយដែលធ្វើឡើងនៅស្ថានភាពនៅពេលណាជំនោសមុទ្រមើលថាភូមិវងហេឥឡូវស្អាតប៉ុណ្ណាបាត់ចាសទាំងអស់នេះគឺដោយសារការខិតខំប្រឹងប្រែងរួមគ្នារបស់មានគម្រោងអ្វីបន្ទាប់ភ្ញៀវកិត្តិយសមិត្តភ័ក្តិជាទីស្រឡាញ់សួស្តីអ្នកទាំងអស់ថ្ងៃនេះគឺលោកលិនហេឆេលនឹងកញ្ញាស៊ូយូតុងថ្ងៃល្អសម្រាប់អាពាហ៍ពិពាហ៍ក្មេងតោះតែដៃអបអសាទសូមស្វាគមន៍កូនចម្លោះកូនក្រមុំលោកលិនហេឆេលតើអ្នកសុខចិត្តរៀបការជាមួយស៊ូយូតុងថាអ្នកក្រអ្នកមានសុខភាពឬជំងឺយើងនឹងស្រឡាញ់នាងនិងគ្រប់គ្រងនាងខ្ញុំសុខចិត្តឥឡូវនេះខ្ញុំសូមប្រកាសអំពីលិនហេឆេលលោកនឹងស៊ូយូតុងបងស្រីជាផ្លូវការសំគ្នាឥតខ្ចោះមែនជូនពរអ្នកឲ្យមានអាពាហ៍ពិពាហ៍ដ៏មានសុខភាពជាមួយគ្នាបានយូរអង្វែងនិងមានសុភមង្គលជីតាខ្ញុំបានមកជួបអ្នកខ្ញុំបានរៀបការជាមួយយូតុងសួស្តីលោក
ខ្ញុំនឹងមើលថែហើយឆាវឲ្យបានល្អនៃជីតាខ្ញុំមិនបានធ្វើឲ្យអ្នកខកចិត្តទេខ្ញុំបានដឹកនាំភូមិទាំងមូលទៅរួចហើយក៏បានការពារសមុទ្រការថ្មទ្រព្យសម្បត្តិពិតប្រាកដវាជាអំណោយមួយពីសមុទ្រវាជាសាមគ្គីភាពរបស់អ្នកភូមិវាជាក្តីសង្ឃឹមរបស់យើងសម្រាប់រឿងរ៉ាវនៅតែបន្ត